ជំរាបសួរលោកពូខ្ញុំឈ្មោះគីសុកនេះហើយវីដេអូនេះខ្ញុំធ្វើអំពីបច្ចេក midterm ដែលមាន8ចំណុចចំណុចទី1នេះមក understand what is the function correct and calling a function parameter input ទី4 return value ទី5 default parameter ទី6 multiple argument ទី7keyword argument ទី8 arbitrary argument តើតើនឹងផ្កាយ1និងផ្កាយ2ទី1ហ្នឹងunderstand what the function is function ហ្នឹងគឺជាប្រកបមួយដែលយើងសរសេរទុកដើម្បីយើងអាចខលមកឬប្រើនៅពេលក្រោយបានន័យថាអាចយកសរសេរប្រកបតែម្ដងជា function មួយហើយក៏អាចហៅវាយកមកប្រើច្រើនដងវាជៀសវាងការសរសេរកូដដដែលហើយយើងអាចសរសេរជា function មួយដោយយកវាដាក់ឈ្មោះដាក់អ្វីត្រឹមត្រូវហើយក៏អាចហៅវាបានព្រោះអីវាមានភាពងាយស្រួលក្នុងការគ្រប់គ្រងងាយស្រួលក្នុងការ maintenance ពេលក្រោយចូលមកដល់ទី2 create and calling the function ចូលមកដល់ខ្ញុំចូលទៅ Python Python ដំបូងឡើងខ្ញុំ define sum ហើយបន្ទាប់មក print sum ហើយនេះsum ហើយបន្ទាប់មកខ្ញុំ run អញ្ចឹងវាកន្លែងនេះគឺចេញ sum មកហើយនេះគឺជាការ create and calling function ខ្ញុំបានហៅ sum នេះហើយវាចូលទៅក្នុងនេះបន្ទាប់មកចេញជា print sum ពីកន្លែងនេះនឹងគឺជាទី2ហើយបន្ទាប់មកចូលដល់ទី3 parameter input តើទី3ហ្នឹងចូលទៅដល់នឹងការ parameter input ហើយចូលដល់ទី3ហ្នឹងកន្លែងនេះខ្ញុំដាក់ A និង B ហើយ result នេះខ្ញុំដាក់វា A និង B ហើយបន្ទាប់មកក្នុង A ហ្នឹងខ្ញុំដាក់ជាមួយលេខ1ហើយនិងលេខ2ហើយដល់ពេលខ្ញុំ run មកវានឹង load មកលេខ1លេខ2ចូលមកដល់ return value វិញបន្ទាប់មកពេលដែលពេលដែល print ចេញមកហ្នឹងreturn នេះហើយលេខ1នេះវាស្មើនឹង A 2នេះ B អញ្ចឹងមានន័យថា print មក1 + 2 ស្មើនឹង 3 គឺ3កន្លែងនេះនៅពេលដែល result វានឹងយកលេខ1បូកជាមួយនឹងលេខ2ហើយ result ចេញមកគឺលេខ3តបដល់ចូលដល់ចំណុចបន្ទាប់ចូលដល់នេះទី5 default parameter ចំណុចទី5នេះខ្ញុំបន្ថែម C ស្មើនឹង54ហើយថ្ងៃនេះក៏បូក C មួយទៀតទៅពេល run មកក៏ឃើញ57ចូលមកដល់ចំណុចបន្ទាប់ចំណុចទី1ចំណុចទី6 multiple algorithm ទី6ហ្នឹង multiple argument ហ្នឹងវាគិតទៅតាម folder function ហើយបើសិនជាកន្លែងនេះលេខ1ហើយវាចាប់ទៅខ្ទង់ទី1ហ្នឹងវាចាប់ខ្ទង់ទី1ហើយខ្ទង់ទី2វាចាប់ខ្ទង់ទី2
ពេលខ្ទង់ទី3នេះវាចាប់ខ្ទង់ទី3ដូចគ្នាអានោះវាជា multiple aggression multiple argument ចំពោះចូលដល់ទី7វិញkeyword argument វាខុសគ្នាតិចតួចកន្លែងនេះខ្ញុំពេលនេះខ្ញុំដាក់ស្មើនឹង6 2នេះស្មើនឹង7កន្លែងនេះខ្ញុំមិនអាចដាក់មុខដូចពីមុនទេខ្ញុំដាក់ print a ស្មើ a b ស្មើ b ពេលដែលខ្ញុំ run មកវាក៏ចេញលេខ6ហើយនិងលេខ7ហើយអានេះយើងអាចដាក់បញ្ជាក់គ្នាបានដោយសារវាស្គាល់ a ស្មើប្រមាណ b ស្គាល់ប្រមាណចឹងបើខ្ញុំសាកដាក់បញ្ជាក់គ្នាខ្ញុំដាក់បញ្ជាក់គ្នាវាក៏ធ្វើការចាប់ a ស្មើ7ហើយ b ស្មើ6ហើយបន្ទាប់មកកន្លែងនេះខ្ញុំធ្វើការ add c មួយទៀតពេល run មកវាចេញ c ស្មើនឹង54ហើយចូលចំណុចបន្ទាប់គឺលេខ8 laboratory លេខ8នេះតទៅនឹងarbitrary achievement ពេលនោះវាតទៅនឹងផ្កាយ1ហើយនឹងផ្កាយ2កន្លែងនេះពេលដែលខ្ញុំដូរមកហើយកន្លែងនេះខ្ញុំចង់ដាក់ជាមួយក្បាលហើយដាក់ម្ដងក្បាលពេលដែលខ្ញុំរ៉ាំមកវាចេញបែបនេះការងាររបស់ខ្ញុំបានមកដល់ទីចុងហើយជាចុងក្រោយសូម